มันpo nhiệt nhôm bột bò sạch sập rập rasaទាំងឡាយថ្ងៃនេះដែរចង់នាំចំណាប់អារម្មណ៍ញាតិញោមពុទ្ធបរិស័ទមកមើលពីបន្លែមួយប្រភេទដែលខ្ញុំកណាត់មកភាពបានដាំនៅក្បែរកុដតែម្ដងផងហើយបន្លែមួយប្រភេទនេះដែរមានឈ្មោះថាជីឆ្អាបហើយជីឆ្អាបនេះដែរគឺតំបន់ថ្មហៅថាជីឆ្អាបប៉ុន្តែមិនដឹងថានៅតំបន់ញាតិញោមពុទ្ធបរិស័ទមិនដឹងថាគេហៅឈ្មោះអីដែរដោយមកភាពដាំទៅប្រហែលជាក្នុងរយៈពេល1ខែគឺទទួលបានលទ្ធផលគឺបែបនេះបងហើយវាគឺដោះធំណាស្លឹកស្អាតមែនទែនបងគឺតែយើងដាំនៅតាមជញ្ចាំងផ្ទះឬក៏ដាក់នៅមុខផ្ទះយើងទៅដើម្បីលម្អមុខផ្ទះយើងផងហើយអាត្មាតាមពិតទៅដាំគ្រាន់តែលម្អនៅមុខកុដទេដោយសារកុដអាត្មានេះគឺវាលពេកអញ្ចឹងទៅចរិតដាំឲ្យបានស្ដុកមុខកុដទៅហើយញាតិញោមយើងដាំបន្លែហូបទាំងអស់គ្នាទៅដើម្បីកាត់បន្ថយជាតិពុលខ្ញុំណាកាលណាដែលយើងដាំបន្លែខ្លួនឯងបរិភោគគឺយើងដឹងថាបន្លែហ្នឹងយើងដាក់សារធាតុអីខ្លះតែបើយើងទិញបន្លែគេមកពីផ្សារយើងអត់ដឹងទេថាបន្លែណាខ្លះដែលវាមានសារជាតិពុលឬក៏ជាតិគីមីអីជាដើមបើយកល្អតាមយោបល់អាត្មាញាតិញោមដាំបន្លែសម្រាប់បរិភោគនៅផ្ទះសម្រាប់គ្រួសារយើងខ្លួនឯងទៅល្អប្រសើរកាត់បើយើងហើយយើងថែមជីយើងតិចមកជីហ្នឹងលាយខ្លួនឯងហីបងយើងចាក់មកអានេះអាត្មាលាយទឹកឲ្យអស់ណាបើកាលមិនតាន់លាយទឹកគឺវាជាតិខ្លាំងអញ្ចឹងវាអត់អាចនេះហើយជីហ្នឹងតាមពិតអាត្មាត្រូវដាក់2ដងប៉ុន្តែមិនបាច់ទេដាក់1ដងហើយអានេះវាជីហ្នឹងវាសម្រាប់ការលូតលាស់ស្លឹកនិងផ្លែឧបមាដែលយើងឆោចនឹងម្ទេសទៅម្ទេសហ្នឹងគឺវាផ្លែខ្លាំងតែបើយើងដាក់នៅស្លឹកជីវាស្លឹកហ្នឹងវាអាចនឹងបែកគុំលឿនហើយឆាប់បែកងាយនឹងវាអតិពលវាអញ្ចឹងញាតិញោមចាំមើលវីដេអូក្រោយទៀតថ្មនឹងបង្ហាញពីការដាំបន្លែដោយខ្លួនឯងទុកសម្រាប់បរិភោគអរគុណ Thank you for watching this video